ក្រមការងាររបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានអញ្ជើញចុះពិនិត្យការរីកចម្រើនរបស់ទីតាំងសហគមន៍នេសាទត្រពាំងសង្កែឃុំត្រពាំងសង្កែស្រុកទឹកឈូខេត្តកំពតដែលកន្លងមកក្រមការងារបានជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជាផ្លូវចំណតឡាននិងបន្ទប់ទឹកសកម្មភាពនេះមានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាតំណាងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាតំណាងធនាគារអភិវឌ្ឍន៍អាស៊ីតំណាងសាកលវិទ្យាល័យនានាសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជាតំណាងក្រសួងស្ថាប័ននិងតំណាងរដ្ឋបាលខេត្តពាក់ព័ន្ធនេះបើយោងចុះពិនិត្យការរីកចម្រើនរបស់ទីតាំងសហគមន៍នេសាទត្រពាំងសង្កែឃុំត្រពាំងសង្កែស្រុកទឹកឈូភូមិសាស្ត្រខេត្តកំពតនាថ្ងៃទី22ខែកក្កដាឆ្នាំ2026